បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបយក Teammate ចាស់របស់យើងមកប្រើវិញអញ្ចឹងដើម្បីយក account Teammate ចាស់របស់យើងមកប្រើវិញមានពីរករណីទី1គឺយើងភ្ជាប់ជាមួយលេខទូរស័ព្ទដើម្បីបង្កើតករណីទី2គឺយើងត្រូវ in ជើងបានន័យថាយើងយកលេខទូរស័ព្ទរបស់យើងទៅបង្កើតហើយយើងត្រូវយក ID card ដែលយើងប្រើនៅក្នុងប្រទេសកូរ៉េហ្នឹងមកភ្ជាប់អញ្ចឹងចំណុចទី2នេះខ្ញុំអត់ចង់ឲ្យបងប្អូនបង្កើតដោយដាក់ in ជើងជាមួយនឹង ID card ទេវាអាចមានបញ្ហាអីមួយយើងក៏អត់ដឹងដែរប៉ុន្តែដើម្បីប្រើទៅងាយស្រួលមិនខ្លាចមានបញ្ហាទាក់ទងជាមួយ ID card របស់យើងទេខ្ញុំសូមណែនាំឲ្យបងប្អូនប្រើជម្រើសទី1ល្អជាងអញ្ចឹងជម្រើសទី1ហ្នឹងគឺផ្ដោតទៅលើគ្រាន់តែយើងមានលេខទូរស័ព្ទរបស់យើងយកមកបង្កើតមកហើយបាទអត់ចាំបាច់រញ៉េរញ៉ៃត្រូវ in ជើងទេតែបងប្អូនខ្លះគាត់ចង់ in ជើងក៏អាច in ជើងបានដូចគ្នាអញ្ចឹងចំណុចទី1ខ្ញុំសូមធ្វើវីដេអូតាក់ទងនឹងចំណុចទី1ឲ្យបងប្អូនអញ្ចឹងចំណុចទី1គឺបងប្អូនអាចមើលទៅលើវីដេអូចាស់របស់ខ្ញុំវីដេអូទី1របៀបក្នុងការបង្កើត Teammate បងប្អូននឹងអាចយក account ចាស់ដែលបងប្អូនធ្លាប់ប្រើពីមុនហ្នឹងមកប្រើបានហើយអញ្ចឹងវាស្តៀងគ្នាទេអញ្ចឹងចូលមកដល់កន្លែងនេះខ្ញុំធ្វើការបង្ហាញបងប្អូនតែម្ដងកុំអត់អញ្ចឹងចំណុចនេះគឺបងប្អូនមើលមកកាន់ពាក្យដែលគេដាក់ថា Beautiful Ponho Pro Sijak Kaki ចុចកន្លែងហ្នឹងមកអញ្ចឹងចុចមកដល់កន្លែងនេះវាមានលេខទូរស័ព្ទរបស់យើងវា load ឲ្យយើងអូតូហ្មងប៉ុន្តែបើសិនជាវាអត់ load ឲ្យអូតូទេបងប្អូនបំពេញលេខទូរស័ព្ទរបស់បងប្អូនចូលមកអញ្ចឹងខ្ញុំ load អូតូខ្ញុំគ្រាន់តែចុចពាក្យថៅមកបន្ទាប់ពីចុចថៅហើយគេនឹងផ្ញើលេខសម្ងាត់ចំនួន5ខ្ទង់តាមរយៈ message ឲ្យយើងណាអញ្ចឹងខ្ញុំធ្វើការបំពេញលេខ5ខ្ទង់នឹងចូលបន្ទាប់មកបងប្អូនមើលមកក្រោមគេដាក់ថា in ជើង Ponho Wakin ចុចលេខពាក្យហ្នឹងមកបន្ទាប់មកបងប្អូនមើលមកលើខាងឆ្វេងដៃនេះបងប្អូនឃើញរូបខ្ញុំអត់រូបខ្ញុំដាក់ថា Sư Ươn Chen ហ្នឹងជាឈ្មោះរបស់ខ្ញុំអញ្ចឹងបងប្អូនត្រូវធ្វើការតាំងរូបភាពនិងដាក់ឈ្មោះបងប្អូនឲ្យបានត្រឹមត្រូវមកកន្លែងហ្នឹងបើសិនជាបងប្អូនអត់តាន់បានដាក់ទេបងប្អូនដាក់ឲ្យមកអញ្ចឹងខ្ញុំចុចចូលកន្លែងឈ្មោះខ្ញុំនេះមករូបថតនឹងឈ្មោះហ្នឹងមកបាទបន្ទាប់មកបងប្អូនមើលមកលើកន្លែងរូបថតប៊ិចហ្នឹងបងប្អូនចុចលើប៊ិចហ្នឹងទៅបងប្អូនអាចរើសរូបថតបានហើយចំណុចដែលសំខាន់ទី2គឺកន្លែងនេះគឺយើងត្រូវតែដាក់ឈ្មោះយើងដាក់ឈ្មោះយើងមកចូលកន្លែងឈ្មោះនេះមកបាទចុចលើហ្នឹងមកបងប្អូននឹងអាចដាក់ឈ្មោះបងប្អូនដាក់ឈ្មោះមិនក៏បានដែរឈ្មោះយើងពិតប្រាកដឬក៏ឈ្មោះរហស្សនាមជាអង់គ្លេសក៏បានជាកូរ៉េក៏បានដែរបងប្អូនដាក់លេខហ្នឹងមកដាក់ហើយបងប្អូនធ្វើការ save មកអញ្ចឹងកន្លែងនេះខ្ញុំអត់ចាំបាច់ដាក់ទៀតទេព្រោះខ្ញុំដាក់ឲ្យអស់ហើយអញ្ចឹងពេលចំណុច2នេះបងប្អូនតាំងរូបនិងដាក់ឈ្មោះពេលដែលបងប្អូនដាក់ឈ្មោះនិងតាំងរូបរួចរាល់ថ្ងៃក្រោយបងប្អូនអាច log in ចូលតាមរយៈលេខទូរស័ព្ទមកបងប្អូននឹងប្រើ account ចាស់នឹងបានវិញធម្មតាហើយអត់ចាំបាច់ in ជើងទេអញ្ចឹងវាងាយស្រួលមែនទែនវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នាក្នុងវីដេអូក្រោយបន្តទៀតអរគុណបាយបាយ